ទៀតហើយប្រទេសថៃគ្មានឈ្មោះអ្វីនៅក្នុងបញ្ជី Trip Advisor ជាប់ចំណាត់ថ្នាក់ពិភពលោក Top 25នោះទេមានតែកម្ពុជាខេត្តសៀមរាបជាប់ឈ្មោះជាឋានសួគ៌វប្បធម៌ពិភពលោកឆ្នាំ2026នេះតែម្ដងបាទប្រិយមិត្តសាដំណឹងដែលធ្វើឲ្យថៃក្អួតឈាមតែម្ដងគឺគ្មានឈ្មោះបញ្ជីប្រទេសថៃជាប្រទេសឋានសួគ៌វប្បធម៌ពិភពលោក2026នោះទេមានតែខេត្តសៀមរាបកម្ពុជារបស់យើងថៃភូតច្រើនពេកបោកច្រើនពេកកូពីច្រើនពេកពីប្រទេសកម្ពុជាអញ្ចឹងទេការភូតបោកប្រាស់ពិភពលោកមិនបាននោះទេប្រទេសថៃបាទហេតុអ្វីបានជាបាត់មកពីបញ្ជីវប្បធម៌2026ខណៈដែលសៀមរាបជាប់ Top 13កម្ពុជារបស់យើងនឹងឯងជាប់ Top 13ក្នុងចំណោម25ប្រទេសដែលជាប្រទេសត្រូវបានពិភពលោកចុចឈ្មោះជាឋានសួគ៌វប្បធម៌ដែលត្រូវដើរលេងដើរកំសាន្ត2026ក៏ប៉ុន្តែថៃអត់ទេដោយសារតែអីថៃ fake ថៃ copy គេមានវប្បធម៌មកពីណាបាទមិនអញ្ចឹងឃើញទេថៃធ្វើប្រាសាទអង្គរវត្ត copy នៅណានៅបុរីរាមមួយហើយថ្មីសារព័ត៌មានថៃខៅសទៅតែសេបង្ហោះអំបាញ់មិញពាក់ព័ន្ធទៅនឹងប្រាសាទតាម៉ុនធំបោកថៃគ្នាឯងថាប្រាសាទនោះត្រូវបានចុះបញ្ជីតាំងពីឆ្នាំណា1935ពលគឺ18ឆ្នាំមុនកម្ពុជាទទួលបានឯករាជ្យអានោះសារព័ត៌មានខៅសរបស់ថៃដែរប្រឹងឡោបប្រជាជនថៃពាក់ព័ន្ធរឿងប្រាំងប្រាសាទវប្បធម៌របស់ខ្មែរនេះឯងប៉ុន្តែពិភពលោកគេមិនប្រភ្លឺបាទគេមិនប្រភ្លឺដោយថៃពួកអាកង្កែបខ្នងដងមួយក្រុមនោះទេគេឲ្យតម្លៃប្រទេសកម្ពុជាគឺជាប្រភពដើម original no copy paste ដូច Thailand you know me let go អានោះទេណាប្រិយមិត្តទីមេត្រីនេះគឺជាដំណឹងនាល្ងាចថ្ងៃទី19មករា2026ម៉ោង 4:43 នាទីរសៀលទៅហើយដំណឹងដ៏រីករាយអបអរសាទរគឺកម្ពុជាខេត្តសៀមរាបរបស់យើងជាប់ឈ្មោះជាឋានសួគ៌វប្បធម៌ពិភពលោកឆ្នាំ2026នេះតែម្ដងបាទប្រិយមិត្តអបអររីករាយដែរទេត្រៀមទទួលភ្ញៀវទេសចរនានាគេមកលេងកម្សាន្តវប្បធម៌កម្ពុជារបស់យើងអង្គរវត្តជាដើមស្ថាប័ន Trip Advisor បានប្រកាសជាផ្លូវការនៅពានរង្វាន់ Traveler Choice Award 2026សម្រាប់ផ្នែកគោលដៅវប្បធម៌ល្អបំផុតក្នុងចំណោមល្អបំផុតបាទ Best of the Best Cultural Destination ជាមោទនភាពសម្រាប់ប្រទេសកម្ពុជាក្រុងសៀមរាបបានបន្តរក្សាតំណែងជាទីក្រុងវប្បធម៌ឈានមុខគេមួយលើឆាកអន្តរជាតិទៅមើល Sunset ចំកំពូលប្រាសាទអង្គរវត្តថៃប្រឹងធ្វើតាមប៉ុន្តែអត់ដូចប្រាសាទអង្គរវត្តឬក៏គេហៅថាស្អីគេវត្តភូម៉ានហ្វាណោះដែលថៃធ្វើសីហនគរចម្លងតាមអង្គរវត្តហើយអួតប្រាប់ថាមាន Sunset ព្រះអាទិត្យរះចំកណ្ដាលដូចអង្គរវត្តដែរបោកភ្ញៀវអន្តរជាតិនានាបាទគេខឹងសម្បាទៅនឹងការបោកប្រាស់របស់ថៃនោះកាលពីកន្លងទៅប៉ុន្តែអានោះគឺកំពុងតែសាងសង់បន្តគម្រោងដូចជា100ឆ្នាំទៅ200ឆ្នាំប្រាសាទឬក៏វត្តដែលថៃកំពុងតែសាងសង់នៅខ្ញុំនឹងនិយាយនៅខាងចុងវីដេអូប្រិយមិត្តដោយសារតែរឿងអីរឿងនេះថៃអាចនឹងវាយកម្ពុជាកំទេចប្រាសាទអង្គរវត្តហើយប្រម៉ូតអង្គរវត្តរបស់គេក៏ថាបានដែរអានោះគឺខ្ញុំវិភាគជាសេណារីយ៉ូខ្លះថៃកំទេចស្ពានតបនៅសៀមរាបប៉ុណ្ណឹងជាការគម្រាមកម្ពុជាចំពោះរឿងអង្គរវត្តនឹងឯងហើយថៃស្មានតែវាមិនហ៊ានមែនបាទមើលទៅប្រាសាទបាវាខ្ទេចប្រាសាទតាក្របីខ្ទេចអានោះគឺដើម្បីអីបំបត្តិអត្តសញ្ញាណកម្ពុជានេះឯងបន្តទៀតប្រិយមិត្តបន្តទៀតតាមរយៈការវិតម្លៃយ៉ាងម៉ត់ចត់ពីអ្នកធ្វើដំណើរជុំវិញពិភពលោកក្រុងសៀមរាបបានជាប់ចំណាត់ថ្នាក់លេខ13ក្នុងចំណោមគោលដៅវប្បធម៌កម្ពុជាទាំង25លើសកលលោកលទ្ធផលនេះសបញ្ជាក់ថាបេតិកភណ្ឌដូនតាខ្មែររបស់យើងនៅតែមានឥទ្ធិពលបំផុតសម្រាប់ភ្ញៀវទេសចរអន្តរជាតិបាទ Don't Chai to the World បញ្ជីឆ្នាំ2026បង្ហាញពីភាពលេចធ្លោនៃតំបន់អាស៊ីអាគ្នេយ៍ក៏ប៉ុន្តែពុំមានវត្តមានទីក្រុងណាមួយពីប្រទេសថៃនោះឡើយក្នុងនោះខ្ញុំសូមសង្ខេបបាទសង្ហបុរីគ្រឿងតំណែងលេខ1ជាគោលដៅវប្បធម៌ល្អបំផុតទីក្រុងហាណូយប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ7កោះបាលីឥណ្ឌូនេស៊ីនោះជាប់ចំណាត់ថ្នាក់លេខ10ហើយកម្ពុជារបស់យើងក្រុងសៀមរាបនេះតែម្ដងជាប់ចំណាត់ថ្នាក់លេខ13អាហ្នឹងគឺនៅតំបន់អាស៊ីអាគ្នេយ៍ហើយបណ្ដាប្រទេសដទៃផ្សេងទៀតខ្ញុំខ្ជិលរាប់សរុបទាំងអស់ហ្នឹងប្រមាណ25ប្រទេសប្រិយមិត្តអាចទៅមើលបានណាបាទក៏ប៉ុន្តែនៅអាស៊ីអាគ្នេយ៍នេះមានប្រទេសសិង្ហបុរីវៀតណាមឥណ្ឌូនេស៊ីហើយនិងកម្ពុជាគ្មានឈ្មោះប្រទេសថៃស្អីនោះទេបាទគ្មាន original no unique នៅក្នុងភាពជាវប្បធម៌របស់ខ្លួនដល់ពេលអញ្ចឹងគេអត់ដាក់ឈ្មោះគេអត់ចុចឈ្មោះប្រទេសថៃបាទក្នុងឆ្នាំ2025កាលពីកន្លងទៅប្រិយមិត្តជាទីមេត្រីភ្ញៀវទេសចរអន្តរជាតិដែលទស្សនារមណីយដ្ឋានអង្គរវត្តមានចំនួនជាង95,000នាក់ដោយរកចំណូលបានជាង$44 លានអាមេរិកភ្ញៀវដែលមកទស្សនាច្រើនបំផុតរួមមានសហរដ្ឋអាមេរិកលេខ1ចក្រភពអង់គ្លេសបារាំងចិននិងជប៉ុនបាទនេះគឺជាតួលេខខ្លះបើសិនជាខុសទាស់ត្រង់ណាក៏សូមកែតម្រូវផងពាក់ព័ន្ធទៅនឹងតួលេខឆ្នាំ2025យើងមានភ្ញៀវមកលេងអង្គរវត្តនេះ95,000នាក់ឯណោះហើយរកចំណូល$44 លានសហរដ្ឋអាមេរិកតោះនេះប្រិយមិត្តឥឡូវចូលមកប្រធានបទពាក់ព័ន្ធទៅនឹងវិវាទនៃការចម្លងលួចចម្លងកូពីផាសតែម្ដងគឺប្រទេសថៃនេះហើយប៉ុណ្ណានៅក្នុងការកូពីការពី SEA Games កូពីបាទរូប running ពីប្រទេសអាល្លឺម៉ង់ក្លឹបកីឡាឋានមួយកន្លែងពាក់ព័ន្ធទៅនឹង running SEA Games ឥឡូវកូពីផាសវប្បធម៌ប្រាសាទអង្គរវត្តបែបភូតភើជាប្រវត្តិសាស្ត្រតែម្ដងគណៈកម្ពុជាលេចធ្លោភាគីថៃបានរងការរិះគន់លើគម្រោងសីហនគរនៅវត្តភូម៉ានហ្វាប្រិយមិត្តចាំទេវត្តភូម៉ានហ្វាដែលល្បីកាលពីកន្លងទៅប្រហែលឆ្នាំចុងក្រោយដែលកំពុងតែកសាងគម្រោងសីហនគរគេឲ្យឈ្មោះថាជាសីហនគរក៏ប៉ុន្តែដូចគ្នា
ទៅនឹងអង្គរវត្តតែម្ដងបាទអានឹងកូពីផាសប្រទេសថៃណោះកម្ពុជាបានដាក់ញត្តិទៅកាន់អង្គការ UNESCO ចោទប្រកាន់ថៃពីការចម្លងរចនាបថអង្គរវត្តលើផ្ទៃដី 79A ប្រហែលជាបាន32ហិកតាហ្នឹងប្រិយមិត្តបាទប្រហែលជា32ហិកតាអាហ្នឹងគឺទំហំផ្ទៃដីដែលថៃកសាងអង្គរវត្តកូពីនេះហើយកម្ពុជារបស់យើងហ្នឹងបានដាក់ញត្តិទៅ UNESCO ចោទថៃចម្លងរចនាបថអង្គរវត្តដែលគ្រោងសាងសង់ពី100ឆ្នាំទៅ200ឆ្នាំបាទយូរណាស់100ឆ្នាំទៅ200ឆ្នាំហើយថៃចាប់ដើមសាងសង់នាឆ្នាំណាកាលពីខ្ញុំមើលតាមព័ត៌មានដូចជា1998បាទជាទីតាំងប្រសង់រស់នៅគង់អីអញ្ចឹងណាក៏ប៉ុន្តែវាទើបតែផ្ទុះប្រហែលឆ្នាំចុងក្រោយនេះហើយថ្មីក៏កម្ពុជាបានរិះគន់ផងដែរចំពោះរឿងនោះហើយសារព័ត៌មានដទៃផ្សេងទៀតក៏ចុះផ្សាយដែរពាក់ព័ន្ធទៅនឹងការលួចចម្លងកូពីអង្គរវត្តកម្ពុជាមិនត្រឹមតែ Trip Advisor នោះទេសូម្បីតែសារព័ត៌មាន BBC កាលពីពេលថ្មីប្រិមិត្តបានដឹងដែរឬអត់ក៏បានជ្រើសរើសភ្នំពេញជំនួសឲ្យទីក្រុងរបស់ថៃសម្រាប់បញ្ជីឆ្នាំ2026នៅក្នុងការដើរលេងកម្សាន្តផងដែរគ្មានវត្តមានឈ្មោះ Thailand នៅក្នុងបញ្ជីសារព័ត៌មាន BBC នោះទេហើយឥឡូវនេះ Trip Advisor បានដាក់ថា25ប្រទេសទីតាំងដែរជាទិសដៅដើរលេងសម្រាប់តំបន់វប្បធម៌ដែលល្អបំផុត2026ប្រិយមិត្តជាទីមេត្រីជារួមបាទអ្វីដែលថៃព្យាយាមធ្វើកូពីចម្លងពីកម្ពុជាក៏ប៉ុន្តែពិភពលោកគេមានភ្នែកបាទគេមានភ្នែកជាក់ស្ដែងនៅក្នុងការសង្កេតមើលថាតើមួយណា unique មួយណាមិន unique កូពីពីគេនោះគេដឹងច្បាស់ណាស់បាទក៏ប៉ុន្តែរឿងមួយដែលខ្ញុំចង់និយាយគឺសេណារីយ៉ូខ្លះៗដែលថៃអាចនឹងធ្វើរឿងដែលយើងពិបាកគិតឬក៏ពិបាកស្មានណាប្រិយមិត្តខ្ញុំចេះតែភ័យរឿងអីបាទយើងចេះតែភ័យព្រួយបារម្ភទៅដោយសារតែចំនួនកម្ពុជាថៃវគ្គទី2វាចូលជ្រៅជម្រៅ70គីឡូ80គីឡូ100គីឡូម៉ែត្រឯណោះបាទក្នុងទឹកដីកម្ពុជាហើយវាកំទេចស្ពានតបនៅណានៅដូចជាខេត្តសៀមរាបអីមិនអញ្ចឹងហើយនៅក្បែរតំបន់អង្គរវត្តទៅទៀតអានោះមិនវាជាសញ្ញាមិនបាទអានោះគឺគិតទាំងអស់គ្នាទៅចេះតែមានការព្រួយបារម្ភទៅថៃនេះស្អីក៏វាហ៊ានធ្វើដែរជាក់ស្ដែងមើលប្រាសាទព្រះវិហារកំទេចចោលប្រាសាទតាក្របីបាទបាញ់ចោលជួសជុលសាថ្មីអានោះគឺថៃបាទសាហាវព្រៃផ្សៃអញ្ចឹងទេកម្ពុជារបស់យើងគួរតែត្រៀមឲ្យស្រេចបាច់ចំពោះ Air Defense បាទអាវុធយុទ្ធភ័ណ្ឌការពារដែនអាកាសនានាទិញទៅបាទដំឡើងថវិកាជាតិដើម្បីការពារកម្ពុជារបស់យើងប្រាសាទនានានៅក្នុងដែនអធិបតេយ្យភាពកម្ពុជាដើម្បីការពារកុំឲ្យសត្រូវប្រទេសមួយនងឈ្លានពានបាញ់វិប្រហារកំទេចអញ្ចឹងទេ Air Defense របស់កម្ពុជាគួរតែលៃលើកយ៉ាងណាទិញទុកសកួរទៅអាហ្នឹងគឺពាក់ព័ន្ធរឿងហ្នឹងហើយថ្មីនោះប្រិយមិត្តថៃទើបតែលើកព្រះពុទ្ធបរិមាប្រក់បាទប្រក់នេះដាក់ជំនួសទៅនឹងព្រះវិស្ណុដែលថៃបានកំទេចចោលកាលពីថ្មីនៅអានសេះឃើញទេនោះគឺជាអ្វីដែលថៃធ្វើថៃកំទេចចោលដាក់ជំនួសមកវិញនៅរបស់ថៃអ្វីដែលជារបស់ថៃដើម្បីឲ្យបង្ហាញទៅកាន់សហគមន៍អន្តរជាតិនានាថាជារបស់ថៃជារបស់គេមិនអញ្ចឹងបាទវាកាន់កាប់បានវាចាក់ផ្លូវកម្រាលផ្លូវសំណង់នានាឃើញហើយជាហោហែដោយបណ្ដាញសង្គមគេបានផ្សព្វផ្សាយហើយនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងរឿងបាទសៀមរាបកម្ពុជារបស់យើងជាប់ឈ្មោះជាឋានសួគ៌វប្បធម៌ពិភពលោក2026បាទក្នុងចំណោម Top 25ប្រទេសដែលគ្មានប្រទេសថៃនោះទេអញ្ចឹងទេយើងជាប់ចំណាត់ថ្នាក់លេខ13លើពិភពលោកបាទផ្នែកអំណាចវប្បធម៌បាទអង្គរដ៏ពិសិដ្ឋដ៏ពិតប្រាកដរបស់កម្ពុជាបាទថៃចម្លងសុតសាតនៅវត្តស្អីគេនោះភូម៉ានហ្វានោះដែលប្រើពេលសាងសង់ចន្លោះពី100ទៅ200ឆ្នាំក៏ប៉ុន្តែអានោះគឺខ្ញុំអត់ច្បាស់ទេគ្រាន់តែសើចមើលទៅវាឃើញគេដាក់អញ្ចឹងចេះតែជំរាបបន្ថែមគ្រាន់តែភ័យនៅលើបណ្ដាញសង្គមក៏មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយចំពោះការលេចរូបរាងនៃអង្គរវត្តកូពីយើងហៅថាអង្គរវត្តកូពីទៅចោះបាទអញ្ចឹងទេវាជាសញ្ញាមួយដែលធ្វើយើងមានការប្រុងប្រយ័ត្នតែថៃបាញ់វិប្រហារកំទេចអង្គរវត្តរបស់យើងចោលអាហ្នឹងក៏អត់ដឹងថាមានពីអីមកនិយាយនោះដែរបាទចេះតែប្រុងប្រយ័ត្នទៅប្រទេសមួយនេះជាក់ស្ដែងនឹងភ្នែកដែលយើងឃើញ2025វគ្គទី2ដែលថៃវាយកម្ពុជាវាធ្វើអីខ្លះវាហ៊ានធ្វើអីខ្លះយើងដឹងស្រាប់ហើយបាទនេះគឺជាដំណឹងប្រិយមិត្តជួយ share ផងហើយក៏សូមអភ័យទោសផងដែរនៅក្នុងការនិយាយបែបអញ្ចឹងបាទអ្នកខ្លះក៏គិតថាយើងនិយាយចេះជាការបំភ័យបាទបំភ័យប្រជាពលរដ្ឋប៉ុន្តែអ្វីក៏ដោយយើងគួរតែគិតទុកជាមុនកុំឲ្យរឿងនោះកើតឡើងទើបស្ដាយក្រោយណាចេះតែគិតទៅចំពោះប្រទេសថៃនេះបាទថៃស្អីក៏វាហ៊ានធ្វើជាក់ស្ដែង2025កន្លងទៅហ្នឹងវាធ្វើអីខ្លះដែរយើងគិតថាថៃមិនហ៊ានធ្វើណាអានោះគួរតែគិតទៅបាទថាវាមិនអីមិនថៃមិនគោរពទៅនឹងកិច្ចព្រមព្រៀងសន្ធិសញ្ញាប្រាង្គសៀមកាលពីឆ្នាំណា1907ផងបាទវានៅប្រើប្រាស់ផែនទីចោលឯកតោភាគីនោះ1 លើ 50,000វាមិនឲ្យតម្លៃផែនទី1 លើ 2,000ដែលជាបែបអន្តរជាតិដែលអន្តរជាតិនានាគេទទួលស្វាគមន៍ចំពោះសន្ធិសញ្ញាប្រាង្គសៀមចឹងទេប្រទេសថៃនេះមិនបាច់និយាយថាវាហ៊ានមិនហ៊ានស្អីដែលវាចង់បានវាចង់ធ្វើគឺវានឹងធ្វើបាទវានឹងកំទេចចោលក៏ប៉ុន្តែខ្ញុំសូមបែប positive វិជ្ជមានទៅចោះថារឿងនោះនឹងមិនកើតឡើងនោះទេគ្រាន់តែថៃគម្រាមខ្មែរគម្រាមកម្ពុជាបំបាក់ស្មារតីប្រជាពលរដ្ឋរបស់យើងឲ្យភ័យស្លន់ស្
ឡោតក់ស្លុតរន្ធត់ទៅនឹងការបាញ់វាយប្រហារ F16 របស់ថៃកាលពី2025ឆ្នាំមុននឹងឯងចូលជ្រៅជម្រៅប៉ុណ្ណឹងប្រហែលគីឡូនៅខេត្តសៀមរាបពីណាគេចាំខ្លះជួយប្រាប់ផងប្រហែលគីឡូបាទស្ពានតបស្ពានជ័យជំនះអានោះគឺមួយផ្នែកទៅអានោះគឺប្រទេសថៃ Don't Thai to me ស៊ីវណាស់ហើយថ្មីនេះទើបតែផ្ទុះរឿងបាទរឿងអីគេថៃប្រតិកម្មទៅនឹងការថត movie ការថតកុនរឿងភ្នំខ្មោចបាទដោយសារតែរឿងនោះគឺជារឿងពិតដល់ពេលអញ្ចឹងថៃថាជារឿងប្រឌិតស្អីទៅសួរបរទេសអន្តរជាតិនានាមើលថាតើគេនិយាយអីខ្លះពាក់ព័ន្ធទៅនឹងស្ថានភាពការពីពេលនោះថៃបាទសត្វថារឿងនោះគឺជារឿងប្រឌិតដោយសារតែថៃភ័យបាទសម្រាប់រង្គាលប្រជាជនកម្ពុជាបខំឲ្យគ្នាដោយឆ្លងកាត់វាលមីនបាទដាក់ទាំងឡានប្រមាណ10000នាក់នោះ40000ប្រមាណ1000នាក់នោះបាទបខំដល់ពេលគ្នាអត់ព្រមឡើងមកវិញបាញ់រះដាក់ប្រជាជនស្លាប់អ្នកខ្លះអត់ហ៊ានឡើងមកវិញបាទបខំដោយឆ្លងកាត់មីននឹងឯងដោយសារតែកំភ្លើងភ្ជុងគ្នាបាទប្រជាជនកម្ពុជារបស់យើងនឹងឯងចឹងទេចោះទឹកកពើឡើងលើខ្លាអាហ្នឹងគឺស្ថានភាពពេលនោះឯងយើងរត់ពីរបបប្រឡាយពូជសាសន៍ពលពតហើយមកជួបជាមួយខ្លាប្រទេសថៃនេះឯងឡើងលើខ្លាចោះទឹកកពើឡើងលើខ្លាមិនចឹងសុភាសិតត្រូវអត់ពីណាគេកពើហើយពីណាគេខ្លាគួរយល់ហើយបាទអាហ្នឹងគឺខាងលិចហើយនឹងខាងកើតហើយសូមបន្ថែមបន្តិចចំពោះវត្តដែលចម្លងបាទរូបដូចគ្នាទៅនឹងប្រាសាទអង្គរវត្តបន្តិចប្រិយមិត្តដោយសារតែវត្តនេះចាប់ផ្ដើមសាងសង់ជាកន្លែងស្នាក់នៅរបស់ព្រះសង្ឃនៅឆ្នាំណា1998នៅបុរីរាមបាទហើយវត្តនឹងត្រូវបានសាងសង់នៅលើដីទំហំប្រមាណ 5.93 ហិកតាបាទ5ហិកតាយើងថា5ហិកតាចោះប៉ុន្តែរឿងអង្គរវត្តអីផ្សេងៗនោះអានោះគឺជាផែនការគម្រោងរបស់គេបាទប្រមាណ32ហិកតាហើយវត្តនេះត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី31ឧសភាឆ្នាំ2021ថ្មីនឹងឯងវត្តនឹងហើយកម្ពុជារបស់យើងក៏បានប្រតិកម្មផងដែរចំពោះការចម្លងរឿងនេះតាមរយៈរដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាលោកស្រីភឿងសកលណាបានថ្លែងនៅក្នុងសម័យប្រជុំលើកទី47នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកថាប្រាសាទរបស់ថៃធ្វើត្រាប់តាមអង្គរវត្តដោយឥតខ្មាស់អៀនបាទដែលធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃជាសកលរបស់តំបន់បេតិកភណ្ឌពិភពលោកលោកស្រីបានអំពាវនាវឲ្យអង្គការ UNESCO ស៊ើបអង្កេតចោទប្រកាន់ពីបទចម្លងពីបទកូពីនឹងឯងហើយក្នុងនោះលោកសៀស័កប្រធានប្រតិភូថៃកាលពីពេលនោះខែជូឡាយណាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះដោយហៅការចោទប្រកាន់នេះថាមានហេតុផលនយោបាយនិងមិនសមរម្យសម្រាប់វេទិកាបេតិកភណ្ឌពិភពលោកលោកបានបញ្យល់ថាវត្តភូម៉ាន់ហ្វាគឺជាស្ថាបត្យកម្មព្រះពុទ្ធសាសនាដែលបំផុសគំនិតដោយទីតាំងប្រវត្តិសាស្ត្រថៃជាច្រើនមិនមែនជាច្បាប់ចម្លងនៃប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជានោះទេអានោះគឺលោកសីស័កនិយាយអញ្ចឹងបន្ថែមទៀតបេតិកភណ្ឌវប្បធម៌គួរតែនាំមនុស្សមកជួបជុំគ្នាមិនមែនបំបែកពួកគេនោះទេដោយបង្ហាញពីការផ្ចាក់ផ្អើលនិងការខកចិត្តចំពោះការអះអាងរបស់កម្ពុជារបស់យើងអានោះគឺលោកសីស័កនិយាយបែបអញ្ចឹងក៏ប៉ុន្តែគេដឹងហើយថៃធ្វើអីចង់បានអីនោះគេដឹងពេកបាទវប្បធម៌ទឹកដីកម្ពុជាប្រាង្គប្រាសាទនេះហ្នឹងគឺថៃពុះកញ្ជ្រោលកែវក្រោតចង់បានយ៉ាងសាហាវតែម្ដងឃើញហ៎បាទ2025 2026មិនទាន់ដឹងអីទេនេះគឺជាដំណឹងចោលឲ្យប្រិយមិត្ត